ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីអង្គការសមាគមរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតបាទជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រាប់ឲ្យអ្នកជំនាញរួមនឹងសាកសីផងត្រៀមទទួលយកផែនទីចំនួន18ផ្ទាំងដែលអង្គការសហប្រជាជាតិគ្រោងនឹងប្រគល់ឲ្យកម្ពុជាទៅតាមសំណើរបស់រដ្ឋាភិបាលបាទទោះបីជាមានការបញ្ជាពីប្រមុខរដ្ឋាភិបាលឲ្យត្រៀមខ្លួនយ៉ាងនេះក្តីក៏រដ្ឋាភិបាលនៅមិនទាន់ដឹងពីពេលវេលាជាក់លាក់ដែលផែនទីទាំងនោះនឹងត្រូវបញ្ជូនមកកម្ពុជានៅឡើយបាទសូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីសុជីវីដូចតទៅក្រុមដែលលោកនាយករដ្ឋមន្ត្រីប្រាប់ឲ្យរងចាំទទួលយកផែនទីពីអង្គការសហប្រជាជាតិនោះរួមមានស្ថាប័នពាក់ព័ន្ធនឹងបញ្ហាព្រំដែននិងផែនទីរួមនឹងរាជបណ្ឌិតសភាផងជាអ្នកចុះហត្ថលេខាទទួលដើម្បីធ្វើការបន្តចំណែកគណៈបកសង្គ្រោះជាតិនិងអង្គការមិនមែនរដ្ឋាភិបាលដែលឈឺឆ្អាលរឿងនេះក៏អាចចូលរួមធ្វើជាសាក្សីដែរការដាក់បញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី24ខែកក្កដាបន្ទាប់ពីរដ្ឋាភិបាលទទួលបានដំណឹងថាអង្គការសហប្រជាជាតិបានរកឃើញផែនទីចំនួន18ផ្ទាំងជាផែនទីកម្ពុជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានមានប្រសាសន៍ថាផែនទីដែលអង្គការសហប្រជាជាតិនឹងផ្ញើមកឲ្យកម្ពុជានោះគឺជាផែនទីដែលកម្ពុជាធ្លាប់ប្រើប្រាស់សម្រាប់តតាំងនឹងបញ្ហាព្រំដែនក្នុងរបបដែលដឹកនាំដោយព្រះបរមរតនកោដ្ឋសម្ដេចព្រះនរោត្តមសីហនុលោកផៃស៊ីផានបន្តទៀតថាគឺផែនទីដូចគ្នានោះហើយដែលរដ្ឋាភិបាលប្រើប្រាស់ក្នុងដំណើរការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងលោកថារដ្ឋាភិបាលពុំបានប្រើប្រាស់ផែនទីណាដែលបោះពុំដោយវៀតណាមឡើយដូច្នេះផែនទីហ្នឹងដែលជាផែនទី1ដែលប្រកាសដំណើរហ្នឹងលោកឲ្យសម្ដែងពេលមន្ត្រីរបស់លោកហ្នឹងទទួលខុសត្រូវចើទៅតតាំងក្នុងការប្រឆាំងជាមួយការឈានទីនេះឯងបាទតើតើនឹងការបញ្ជូនផែនទីមកកម្ពុជាអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិអ្នកស្រីអេរីកានីកូបានប្រាប់អ្នកសារព័ត៌មានថាគេបានចែករំលែកផែនទីចំនួន18ផ្ទាំងជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិហើយអង្គការសហប្រជាជាតិនឹងបន្តស្វែងរកឯកសារផ្សេងទៀតការឆ្លើយតបរបស់អង្គការសហប្រជាជាតិនៅពេលនេះគឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី6ខែកក្កដាបានស្នើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូនដោយស្នើសុំផែនទីកម្ពុជានៅអង្គការសហប្រជាជាតិនោះដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលប្រើប្រាស់និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងករណីនេះតំណាងរាស្ត្រគណៈបកប្រឆាំងនិងអ្នកឃ្លាំមើលបញ្ហាព្រំដែនបានសាទរប៉ុន្តែក៏បានទាមទាររដ្ឋាភិបាលចាប់ផ្ដើមជំហានបន្ទាប់ក្នុងការផ្ទៀងផ្ទាត់ផែនទីដើម្បីបន្តទៅផ្ទៀងផ្ទាត់ការបោះបង្គោលព្រំដែនតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអានដែលតែងជួយឆ្អាលបញ្ហាព្រំដែនមានប្រសាសន៍ថារដ្ឋាភិបាលគួរបង្កើតឲ្យមានគណៈកម្មការមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធដើម្បីធ្វើការរួមគ្នាលើបញ្ហាព្រំដែនមិនខុសគ្នានេះដែរសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកទឹកទាវមានប្រសាសន៍ដែរថារដ្ឋាភិបាលមិនត្រូវបញ្ចប់ត្រឹមតែការផ្ទៀងផ្ទាត់ផែនទីឡើយគឺចាំបាច់ត្រូវផ្ទៀងផ្ទាត់ស្ថានភាពនៅលើដីដើម្បីឲ្យប្រកាសថាការអះអាងរបស់រដ្ឋាភិបាលចំពោះការមិនបានធ្វើឲ្យបាត់បង់ដីទៅប្រទេសជិតខាងនោះគឺជាការពិតវិធីសាស្ត្រសំខាន់គឺរដ្ឋាភិបាលបង្ហាញពីគោលជំហររបស់ខ្លួនឯងឲ្យរឹងមាំណាចេញមុខដោះស្រាយតំបន់ដែលមានជម្លោះបើទោះជាមានសំណុំពរបែបនេះក្តីក៏មន្ត្រីរដ្ឋាភិបាលអះអាងថានៅមិនទាន់មានចំណាត់ការបែបណានៅឡើយនៅក្រៅពេលកម្ពុជាទទួលបានផែនទីនោះនាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីពាក់ព័ន្ធនឹងព្រឹទ្ធសភាវិញក្រុមអង្គការសង្គមស៊ីវិលសម្ដែងការសោកស្ដាយចំពោះព្រឹទ្ធសភាដែលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីអង្គការសមាគមនៅព្រឹកថ្ងៃទី24កក្កដាពួកគេចាត់ទុកថាការអនុម័តរបស់ព្រឹទ្ធសភាជារឿងអកុសលនិងបដិញ្ញាបន្តការតវ៉ាបន្តទៅទៀតបាទសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកយាងសុជីមេតាដូចតទៅបើទោះជាមានការតវ៉ានិងការទទូចស្នើសុំមិនឈប់ឈរពីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិឲ្យព្រឹទ្ធសភាពិចារណាឡើងវិញពីសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័តរួចហើយក្តីប៉ុន្តែព្រឹទ្ធសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះដោយគ្មានការកែប្រែអ្វីទាំងអស់ការអនុម័តបានធ្វើឡើងដោយសម្លេងគាំទ្រ44លើ44សម្លេងនៃសមាជិកព្រឹទ្ធសភាសរុបដែលបានចូលរួមប្រជុំចំណែកសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីទាំងអស់ចំនួន11រូបបានធ្វើពហិការមិនចូលរួមប្រជុំអនុម័តឡើយដោយពួកគេយល់ថាច្បាប់នេះនឹងរឹតបន្តឹងទៅលើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា
ការអនុម័តបានធ្វើឡើងជាកញ្ចប់បន្ទាប់ពីសមាជិកប្រសិទ្ធិគណៈបកប្រជាជនកម្ពុជាចំនួន8រូបត្រូវបានប្រធានប្រសិទ្ធិលោកសៃឈុំផ្ដល់ពេលវេលាម្នាក់10នាទីឲ្យឡើងបញ្ចេញមតិលើសេចក្តីព្រាងច្បាប់ពួកគេទាំងអស់បានថ្លែងគាំទ្រចំពោះសេចក្តីព្រាងច្បាប់ដោយលើកឡើងថាច្បាប់នេះនឹងជួយការពារផលប្រយោជន៍របស់អង្គការសង្គមស៊ីវិលការពារសេរីភាពសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អង្គការសង្គមស៊ីវិលព្រមទាំងជួយការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ក្នុងសង្គមលើពីនេះពួកគេថាសេចក្តីព្រាងច្បាប់អង្គការសមាគមធ្វើឡើងគឺស្របនឹងរដ្ឋធម្មនុញ្ញនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិនានាដែលកម្ពុជាជារដ្ឋភាគីទោះជាយ៉ាងណាស្របពេលដែលប្រសិទ្ធិកំពុងប្រជុំអនុម័តសេចក្តីព្រាងច្បាប់នៅខាងមុខមន្ទីរប្រសិទ្ធិនោះក្រុមអង្គការសង្គមស៊ីវិលសកម្មជនសិទ្ធិមនុស្សនិងដីធ្លីប្រមាណ500នាក់បានប្រមូលផ្ដុំគ្នាស្រែកតវ៉ាដើម្បីកុំឲ្យប្រសិទ្ធិអនុម័តសេចក្តីព្រាងច្បាប់និងបញ្ជូនច្បាប់នេះត្រឡប់ទៅកាន់រដ្ឋសភាពិភាក្សាឡើងវិញក្នុងពេលតវ៉ានោះក៏មានការរុញច្រានជាមួយសមត្ថកិច្ចដែរប៉ុន្តែมันបានធ្វើឲ្យភាគីណាមួយរងរបួសនោះទេក្រៅពីនេះអ្នកតវ៉ាក៏បានដាក់ញត្តិទៅកាន់ស្ថានទូតជប៉ុនប្រចាំកម្ពុជាដែលនៅក្បែរនោះដើម្បីស្នើឲ្យរដ្ឋាភិបាលជប៉ុនជួយអន្តរាគមន៍ផងដែរក្រុមអ្នកតវ៉ាលើកឡើងថាពួកគេមិនគាំទ្រសេចក្តីព្រាងច្បាប់អង្គការសមាគមនេះទេព្រោះពួកគេថារដ្ឋាភិបាលបង្កើតច្បាប់នេះគឺដើម្បីរារាំងពួកគេក្នុងការទទួលបានយុត្តិធម៌បញ្ឈប់ពួកគេមិនឲ្យជួបជុំនិងប្រមូលផ្ដុំគ្នាព្រមទាំងដើម្បីចោទប្រកាន់ពួកគេពីបទល្មើសព្រហ្មទណ្ឌបំបិទសម្លេងនិងរដ្ឋបិទសេរីភាពរបស់ពួកគេយើងគិតថាច្បាប់នេះនឹងដំណើរការហើយនឹងត្រូវបានអនុម័តចាប់សពគ្រប់ទៅតាមអ្វីដែលថ្នាក់ដឹកនាំកម្ពុជានៃរដ្ឋាភិបាលក៏ប៉ុន្តែយើងគិតថាផលប៉ះពាល់យើងនឹងមើលឃើញជាពិសេសនៅពេលមានការបោះឆ្នោតនៅខាងមុខនោះយើងនឹងមើលឃើញថាតើសម្លេងនៃការគ្រប់គ្រងទៅលើគណៈបកកណ្ដាលអំណាចមានការកើនឡើងឬក៏ថយចុះក្រុមអង្គការសង្គមស៊ីវិលដែលប្រឆាំងនឹងសេចក្តីព្រាងច្បាប់គម្រាមថាពួកគេនឹងមិនបោះឆ្នោតឲ្យគណៈបកដែលគ្រប់គ្រងច្បាប់នេះឡើយយ៉ាងណាក៏ដោយការគម្រាមនេះមិនបានធ្វើឲ្យសមាជិកសភានិងប្រសិទ្ធិគណៈបកប្រជាជនកម្ពុជាដែលបានបាត់បង់កៅអីរដ្ឋសភាជាច្រើនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ2003ញញើតញញើមឡើយអ្នកនាំពាក្យប្រសិទ្ធិលោកមុំប៊ុននាងឲ្យដឹងនៅក្រៅការអនុម័តច្បាប់ថាប្រសិទ្ធិអាចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនៅសប្តាហ៍ក្រោយមុននឹងថ្វាយព្រះមហាក្សត្រឡាយប្រហោទលេខាប្រកាសឲ្យប្រើក្រុមអ្នកតវ៉ាប្រកាសថាពួកគេនឹងស្នើទៅក្រុមប្រឹក្សាធម្មនុញ្ញឲ្យពិចារណាសេចក្តីព្រាងច្បាប់ដែលប្រសិទ្ធិទើបអនុម័តនេះតែទោះជាយ៉ាងណាគេពុំសូវមានសង្ឃឹមថាក្រុមប្រឹក្សាធម្មនុញ្ញដែលមានសមាជិកភាគច្រើនចេញមកពីគណៈបកប្រជាជនកម្ពុជានោះនឹងពិចារណាតាមការទាមទាររបស់សង្គមស៊ីវិលនោះឡើយដោយសារច្បាប់នេះនឹងត្រូវឆ្លងការឡាយប្រហោះលេខាប្រកាសឲ្យប្រើរបស់ព្រះមហាក្សត្រអគ្គលេខាធិការនៃអង្គការលើកលែងទោសអន្តរជាតិលោកសាលីសេទីកាលពីថ្ងៃទី23កក្កដាបានផ្ញើលិខិតថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថនរោត្តមសីហមុនីស្នើព្រះអង្គបដិសេធនៅសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលលោកសាលីសេទីទូលថ្វាយព្រះមហាក្សត្រថាបើសេចក្តីព្រាងច្បាប់អង្គការសមាគមក្លាយជាច្បាប់មែននោះច្បាប់នេះនឹងរំលោភលើសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិងនៅក្នុងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលកម្ពុជាជារដ្ឋភាគីខ្ញុំយាសុជាមេតាវត្ថុអាស៊ីសេរីភ្នំពេញបាទលោកនាងអ្នកស្ដាប់វត្ថុអាស៊ីសេរីជាទីមេត្រីតាក់ទងនឹងរឿងរ៉ាវនៅក្នុងពេលប្រសិទ្ធិអនុម័តសេចក្តីព្រាងច្បាប់នេះដែរលោកនាងអាចចូលទៅកាន់គេហទំព័រវត្ថុអាស៊ីសេរីគឺ www.rfa.org/ ខ្មែរឬចូលទៅកាន់ YouTube ដោយវាយ RFA ខ្មែរវីដេអូឬ Facebook ដោយវាយពាក្យថា Facebook/RFA Cambodia ដើម្បីទស្សនាវីដេអូនិងរូបភាពផ្សេងៗជុំវិញព្រឹត្តិការណ៍នេះបាទសូមអញ្ជើញលោកអ្នកនាងចុច Like ទំព័រ Facebook វិទ្យុអាស៊ីសេរីដើម្បីទទួលបានព័ត៌មានថ្មីនិងវីដេអូថ្មីៗបាទលោកអ្នកនាងជាទីមេត្រីនៅព្រឹកថ្ងៃទី24កក្កដានេះដែរគណៈកម្មការចិនត្រៃនៃរដ្ឋសភាបានប្រជុំសម្រេចដាក់ពិន័យរដ្ឋបាលទៅលើតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិមណ្ឌលសៀមរាបលោកអ៊ុំសំអាតដោយព្យួរការងារនិងកាត់ប្រាក់ខែដែលចោទថាតំណាងរាស្ត្រលោកនេះប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងពាក់ព័ន្ធនឹងការរិះគន់ប្រធានរដ្ឋសភាមន្ត្រីសង្គមស៊ីវិលចាត់ទុកការសម្រេចបែបនេះជាការចុះអន្ថយនៃការអនុវត្តច្បាប់នៃស្ថាប័នរដ្ឋសភានិងជាការរាំងខ្ទប់សិទ្ធិបញ្ចេញមតិរបស់តំណាងរាស្ត្ររបស់គណៈបកប្រឆាំងក្រោមហេតុផលនយោបាយបាទសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកសេកបណ្ឌិតដូចតទៅសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមកពីបកប្រឆាំងមិនយល់ស្របចំពោះការសម្រេចនេះឡើយក៏ប៉ុន្តែពុំមានសម្លេងគ្រប់គ្រាន់អាចជំទាស់បាន
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមកពីគណៈបកប្រឆាំងមាន6រូបចំណែកគណៈបកប្រជាជនមាន7រូបហើយការសម្រេចក្នុងកិច្ចប្រជុំដើម្បីអនុម័តត្រូវកំណត់តាមនឹងរូបមន្ត 50+1 អ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកញ៉ាំពុញរិទ្ធដែលជាសមាជិកមួយរូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណៈបកសង្គ្រោះជាតិដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរបានចាត់ទុកការសម្រេចលើករណីលោកអ៊ុំសំអានគឺជារឿងខុសនីតិវិធីហើយសូមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាពិចារណាឡើងវិញដោយត្រូវពិនិត្យមើលប្រការ79នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាមុននឹងសម្រេចដាក់ពិន័យលើអ្នកតំណាងរាស្ត្រខ្ញុំយល់ថាមានការប៉ុន្តែហួសពីព្រោះអាចពិន័យក្រុមការច្រើនរំលឹកនឹងមួយប្រការ79នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចែងថាការបន្ទោសឲ្យបណ្តេញចេញផងត្រូវអនុម័តដោយអង្គសភាតាមនីតិវិធីលើកដៃឬបោះឆ្នោតចំហតាមសេចក្តីស្នើសុំពីប្រធានរដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី24កក្កដាដែលសមាជិកមកពីគណៈបកប្រជាជនកម្ពុជាមាន7រូបបានអនុម័តដាក់ពិន័យលើតំណាងរាស្ត្រលោកអ៊ុំសំអានយោងតាមប្រការ81នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាទី1កាត់ប្រាក់ខែ 50% រយៈពេល2ខែទី2ផ្សាយនៅទូកំហុសហើយបិទនៅគ្រប់ឃុំក្នុងមណ្ឌលសៀមរាបទី3ហាមមិនឲ្យចូលរួមប្រជុំសភាចំនួន15លើកសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក្រោយកិច្ចប្រជុំភ្លាមៗដែលចុះហត្ថលេខាដោយប្រធានរដ្ឋសភាលោកហេងសំរិននៅថ្ងៃទី24ខែកក្កដាក្នុងប្រការមួយចែងទៀតថាសកម្មភាពរបស់តំណាងរាស្ត្រលោកអ៊ុំសំអានដែលបានផ្សាយចេញតាមបណ្ដាញព័ត៌មានសង្គម Facebook កាលពីថ្ងៃទី14ខែកក្កដាឆ្នាំ2015ចាត់ទុកជាអំពើប្រព្រឹត្តនាំឲ្យប៉ះពាល់ដល់កិត្តិយសនុភាពរបស់រដ្ឋសភានិងជាការប្រមាថមើលងាយដល់ប្រធានរដ្ឋសភាដែលផ្ទុយពីមាត្រា87នៃរដ្ឋធម្មនុញ្ញព្រមទាំងប្រការមួយចំនួនទៀតនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាតំណាងរាស្ត្រលោកអ៊ុំសំអានធ្លាប់មានគម្រោងប្តឹងប្រធានរដ្ឋសភាទៅក្រុមប្រឹក្សាធម្មនុញ្ញពាក់ព័ន្ធនឹងរឿងលោកហេងសំរិនមិនបញ្ជូនលិខិតក្រុមអ្នកតំណាងរាស្ត្រគណៈបកប្រឆាំងទៅរដ្ឋាភិបាលសូមឲ្យផ្អាកបោះបង្គោលព្រំដែនជាមួយវៀតណាមបណ្ដោះអាសន្នព្រមទាំងបានបញ្ចេញមតិរិះគន់លោកហេងសំរិនថាមិនហ៊ានក្អកជាមួយវៀតណាមរឿងបាត់ភូមិកំណើតរបស់លោកទៅខាងទឹកដីវៀតណាមហើយចង់យកភូមិខ្មែរចំនួន2ទៅដោះដូរដើម្បីបានភូមិកំណើតរបស់ខ្លួនមកវិញទាក់ទងបញ្ហានេះមន្ត្រីសង្គមស៊ីវិលចាត់ទុកបញ្ហានេះជាសិទ្ធិបញ្ចេញមតិនិងជាកាតព្វកិច្ចរបស់អ្នកតំណាងរាស្ត្រដែលត្រូវធ្វើនាយកប្រតិបត្តិនៃអង្គការ Conference លោកគុលបញ្ញាថ្លែងថាទាំងរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាពុំមានចែងទាល់តែសោះថាប្រធានរដ្ឋសភាត្រូវបានហាមឃាត់ដាច់ខាតមិនឲ្យមានការរិះគន់ឬនិយាយប៉ះពាល់មិនបាននោះទេហើយក៏មិនមែនរាល់ការរិះគន់ទាំងឡាយត្រូវបកស្រាយទៅជាការប្រមាថមើលងាយប៉ះពាល់ដល់កិត្តិយសនោះដែរជាប្រសាមញ្ញទៅនិយាយបានទេរឿងហ្នឹងមានណាគេយកទៅដាក់តុលាការលេខវិន័យអីចឹងងាប់ហើយត្រីពេញតិនៅកម្ពុជាយ៉ាងម៉េចទៅអ្នកតំណាងរាស្ត្រចេញមតិប៉ុណ្ណឹងទទួលពិន័យឲ្យចុះវិជារាស្ត្រទៅធ្វើបច្ចេកទេសនេះបានទៅងាប់ហើយយ៉ាងណាក៏ដោយលោកអ៊ុំសំអានឬគណៈបកសង្គ្រោះជាតិមិនមានប្រតិកម្មធ្ងន់ធ្ងរនោះទេដើម្បីកុំឲ្យមានកម្ដៅនយោបាយឡើងខ្លាំងលោកអ៊ុំសំអានថ្លែងថាការសម្រេចដាក់ពិន័យលើរូបលោកគឺជារឿងមិនសមហេតុសមផលនិងលឿនពេកហើយលោកនៅតែធ្វើការងាររបស់លោកជាអ្នកតំណាងរាស្ត្រដដែលដូចជាការឃ្លាំមើលបញ្ហាព្រំដែនការចោះជួបប្រជាពលរដ្ឋដែលមានជួបទុក្ខលំបាកជាដើមចំពោះជំហរនយោបាយរបស់ខ្ញុំសកម្មភាពរបស់ខ្ញុំទូនាទីនិងភារកិច្ចជាអ្នកតំណាងរាស្ត្រគឺទៅដដែលអត់មានប្រែទេអត់មានប្រែប្រួលទេលើពីការដាក់ពិន័យនេះទៅទៀតលោកអ៊ុំសំអានអាចប្រឈមមុខទៅនឹងផ្លូវតុលាការពីបទប្រមាថមើលងាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះប្រធានរដ្ឋសភាលោកហេងសំរិនដែលយោងតាមក្រមព្រហ្មទណ្ឌក្នុងករណីដែលលោកអ៊ុំសំអាននៅតែបន្តរិះគន់ធ្ងន់ធ្ងរទៅលើបញ្ហាព្រំដែនឬបញ្ហាផ្សេងទៀតទៅលើរដ្ឋាភិបាលឬពុំមានការសម្របសម្រួលណាមួយជាមួយលោកហេងសំរិននោះទេអ្នកនាំពាក្យរដ្ឋសភាលោកឈៀងវុនថ្លែងយ៉ាងខ្លីនៅថ្ងៃទី24កក្កដាថាការបន្តប្តឹងលោកអ៊ុំសំអានទៅតុលាការឬយ៉ាងណាទៀតនោះគឺអាស្រ័យទៅលើសិទ្ធិរបស់លោកហេងសំរិនផ្ទាល់លោកគុលបញ្ញាព្រួយបារម្ភចំពោះការទម្លាក់តម្លៃអ្នកតំណាងរាស្ត្រដោយសារតែហេតុផលនយោបាយចង់ដាក់សម្ពាធនយោបាយទៅលើបកប្រឆាំងដែលជាដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួននោះលោកបន្តថាករណីនេះជាសញ្ញាណមួយបង្ហាញពីការធ្លាក់ចុះនៃការគោរពច្បាប់នៅក្នុងស្ថាប័នរដ្ឋសភាការដាក់សម្ពាធលើតំណាងរាស្ត្រគណៈបកប្រឆាំងនៅពេលនេះគឺស្របពេលបញ្ហាព្រំដែនកម្ពុជាវៀតណាមកំពុងឡើងកម្ដៅខ្លាំងនិងសកម្មជនគណៈបកសង្គ្រោះជាតិ11រូបកំពុងជាប់នៅក្នុងពន្ធនាគារព្រៃសរខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំពេញបាទលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងទើបតែបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំដោយខ្ញុំបាទសេរីមុនីបាទជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់វេទិកានៃស្ដាប់វិទ្យុអាស៊ីសេរីដូចតទៅ
ការអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទនៅក្នុងការផ្សាយជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់វេទិកានៃស្ដាប់វិទ្យុអាស៊ីសេរីដែលថ្ងៃនេះយើងជជែកជុំវិញការទទួលបានយុត្តិធម៌ស្មើភាពគ្នាចំពោះមុខច្បាប់ដោយលោកអ្នកនាងអាចអញ្ជើញចូលរួមផ្ដល់ជាយោបល់ឬក៏សួរភ្ញៀវកិត្តិយសនៅក្នុងនេតិរបស់យើងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ012 811 911 011 611 711និង023 211 804លោកអ្នកនាងអាចផ្ញើជាសំណួរមកកាន់កម្មវិធីយើងទាំងមុននិងនៅក្នុងពេលកំពុងផ្សាយតាមរយៈ email askrfa@rfa.org ឬតាមបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/RFA Cambodia ដំណើរគ្នានេះដែរលោកអ្នកនាងក៏អាចទស្សនាវីដេអូតាមអ៊ីនធឺណិតបានដែរដោយសូមអញ្ជើញលោកអ្នកនាងចូលទៅកាន់គេហទំព័រ www.rfa.org/khmer រួចចុចពាក្យលើពាក្យថាផ្សាយផ្ទាល់វេទិកាអ្នកស្ដាប់នៅខាងស្ដាំនៃទំព័រដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់នៃកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីដែលផ្សាយចាប់ពីពេលនេះតទៅរហូតដល់ម៉ោង 8 កន្លះម៉ោងនៅកម្ពុជាបាទហើយសម្រាប់ថ្ងៃនេះភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីរបស់យើងគឺមានលោកអំសំអាតដែលជាអ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបាទខ្ញុំបាទសូមជម្រាបសួរលោកបាទជំរាបសួរបាទសូមអរគុណច្រើនចំពោះការអញ្ជើញមកដល់បន្តបន្ទប់ផ្សាយហើយនឹងលោកអស៊ូនមុនធឿនដែលជាមន្ត្រីសម្របសម្រួលគម្រោងសង្កេតការសវនាការនិងគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សខ្ញុំបាទសូមជម្រាបសួរលោកបាទសូមអរគុណច្រើនចំពោះការអញ្ជើញមកដល់ផ្ទាល់ដើម្បីជជែកជុំវិញប្រធានបទថ្ងៃនេះហើយជាការពិតលោកនាងជាទីមេត្រីប្រព័ន្ធតុលាការកម្ពុជាត្រូវបានសហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋរិះគន់ថាមិនមានតម្លាភាពទេហើយក៏មិនមានការអនុវត្តទៅតាមការចែងនៃច្បាប់រដ្ឋធម្មនុញ្ញជំពូកទី4ដែលគេនិយាយអំពីរបបនយោបាយនៅក្នុងប្រទេសកម្ពុជាមាត្រាទី51នោះដែលគេចែងអំពីអំណាចតុលាការដោយពួកគាត់និយាយថាប្រជាពលរដ្ឋកម្ពុជាមិនទទួលបានយុត្តិធម៌ដែលស្មើភាពគ្នាចំពោះមុខច្បាប់នោះឡើយដោយសារតែតុលាការនឹងមិនមានភាពឯករាជ្យបាទហើយគេសង្កេតឃើញថាកន្លងទៅថ្មីនេះយើងឃើញថាមានករណីដែលតុលាការកម្ពុជាត្រូវបានអន្តរាគមន៍ដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដូចជាករណីកញ្ញាសាសានិងលោកសុកប៊ុនជាដើមហើយនឹងករណីលោកថោងសារ៉ាត់បាទហើយកន្លងទៅមុន 2-3 ថ្ងៃនេះក៏យើងឃើញថាមានការចាប់សកម្មជនគណៈបកសង្គ្រោះជាតិចំនួន11រូបដែលជុំវិញករណីដែលជាការចោទឡើងដោយតុលាការបើយើងសូមងាកទៅចាប់អារម្មណ៍ករណីដែលទើបតែកើតមានថ្មីដែលមិនទាន់ត្រូវបានប្រជាពលរដ្ឋកម្ពុជាបំភ្លេចនៅឡើយគឺករណីកញ្ញាសាសានិងករណីលោកសុកប៊ុនហើយនិងករណីលោកថោងស្រាតជាដើមបើកន្លងទៅថ្មីនេះបន្ទាប់ពីមានការអន្តរាគមន៍គឺតុលាការបានចាត់វិធានការនឹងមានប្រសិទ្ធភាពហើយខ្ញុំចង់ផ្ដើមពីលោកប៊ុនធឿនមុនតើលោកសង្កេតឃើញថាភាពវិជ្ជមាននៃការចាត់វិធានការរបស់តុលាការនេះអាចជាសញ្ញាណមួយថាប្រទេសកម្ពុជាយើងប្រជាពលរដ្ឋនឹងអាចមានសិទ្ធិទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់ដែរទេបាទសូមជឿបាទសូមអរគុណហើយជាសូមជម្រាបសួរដល់ប្រិយមិត្តអ្នកស្ដាប់វិទ្យុអស៊ីសេរីទាំងអស់ហើយខ្ញុំបាទឈ្មោះស៊ូមធឿនជាអ្នកសម្របសម្រួលគម្រោងកំណែទម្រង់ប្រព័ន្ធតុលាការដែលពីមុនមកដាក់សង្កេតការសវនាការប្រឡៅដូចជាអ្នកកំណែទម្រង់ប្រព័ន្ធតុលាការបាទហើយទាក់ទងនឹងបញ្ហានេះគឺយើងបានធ្វើការខាងអង្គការជាច្រើនក៏ដូចជាសាធារណជនបានធ្វើការចាប់អារម្មណ៍អំពីព្រឹត្តិការណ៍កើតឡើងថ្មីជាពិសេសទាក់ទងទៅនឹងករណីអុកញ៉ាសុកប៊ុនហើយដែលបានធ្វើមានអំពើសារទៅលើកញ្ញាសាសាហើយក៏ឃើញយើងទៅពេលនេះឃើញមានកញ្ញាអន្តរាគមន៍ព្រាមដែរហើយមានការចាប់អារម្មណ៍ច្រើនដែលចាប់អារម្មណ៍ត្រង់ថាបន្ទាប់ពីការកិច្ចព្រមរបស់លោកសុកប៊ុនគឺត្រូវបានមានការប្រតិកម្មពីមន្ត្រីរដ្ឋបាលធំហើយដែលមានរដ្ឋបាលហើយបានស្នើឲ្យលោកសុកប៊ុនចូលមកវិញក្នុងការដើម្បីបំភ្លឺតុលាការខ្ញុំគិតថាករណីនេះវាជាចំណុចមួយល្អដែលតុលាការចាប់ដើមធ្វើការងារហ្នឹងបានន័យថាចាប់ដើមកោះហៅហើយសុកប៊ុនបន្ទាប់ពីឃើញមានប្រតិកម្មពីសាធារណជនបាទប៉ុន្តែចំពោះចំណុចនេះខ្ញុំយល់ឃើញថាវាហាក់បីដូចជាវាខុសបើយើងប្រៀបធៀបទៅមើលករណីផ្សេងទៀត
ហាក់ដូចជាមិនទាន់បានដោះស្រាយទីហោកន្លងមកករណីដែលលោកឈប់និតជាដើមដែលគាត់មានការសម្រេចពីតុលាការហើយគាត់ទៅបែរជារួចខ្លួនវិញមិនរួចខ្លួនទេចង់និយាយថាមិនទាន់បានត្រូវបានគេផ្ដន់ជាទោសតាមច្បាប់ឬប្រយុទ្ធពន្ធនាគារនេះជាចំណុចមួយហើយយើងតាក់ទងថាតើវាមានអាចទទួលបានស្មារតីអត់ថាវាជាយើងគិតថាវានៅមានកម្រិតនៅឡើយនៅក្នុងការទទួលបានស្មារតីគ្នានៅពេលនេះសង្គមខ្មែរគេមើលឃើញថានៅពេលដែលអ្នកមានអំណាចមានឥទ្ធិពលភាគច្រើនត្រូវបានរួចខ្លួននៅពេលគាត់ប្រតិបត្តិមើលនេះជាចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ហើយអ្នកទីទូចកាយដែលអត់មានឥទ្ធិពលមានថវិកាត្រូវបានទទួលរងនៅបទល្មើសបានបញ្ជូនទៅពន្ធនាគារនេះបង្ហាញថាការអនុវត្តសិទ្ធិស្មើគ្នាចំពោះច្បាប់វាមានស្តង់ដារពីរខុសគ្នាស្តង់ដារពីរខុសគ្នាបានថានៅពេលដែលបទល្មើសប្រហាក់ដូចគ្នាអញ្ចឹងអ្នកមានអ្នកក្រីក្រគាត់ត្រូវបានជាប់ពន្ធនាគារហើយដល់អ្នកដែលមានឥទ្ធិពលគឺត្រូវបានរួចខ្លួននេះជាស្តង់ដារពីរខុសគ្នាហើយខ្ញុំគិតថាចំណុចនេះគឺជាចំណុចមួយដែលល្អសម្រាប់ការអនុវត្តក្នុងសង្គមប្រជាធិបតេយ្យឬក៏ជាសង្គមមួយហៅថានីតិរដ្ឋនោះទេបាទក៏ប៉ុន្តែយើងសង្កេតឃើញថាករណីថ្មីកើតឡើងនេះមិនមែនរវាងអ្នកក្រនិងអ្នកក្រទេគឺថារវាងអ្នកដែលមានអំណាចនិងមានលុយដែរនៅក្នុងប្រទេសកម្ពុជាយើងហើយសញ្ញាទាំងអស់ហ្នឹងវាជាផ្នែកមួយដែលអាចនឹងផ្លាស់ប្ដូរទេលោកប៊ុនធិនបាទខ្ញុំឃើញថាបច្ចុប្បន្នឃើញនិយាយមែនទេថារដ្ឋាភិបាលឃើញចាប់ដើមធ្វើការងារមួយចំនួនដែរក្នុងការដំណើរទម្រង់ប្រព័ន្ធតុលាការហើយជាពិសេសទៅនឹងបានអនុម័តច្បាប់3ដែលជាផ្នែកមួយសំខាន់ក្នុងប្រព័ន្ធតុលាការដែរក៏ប៉ុន្តែទាំងអស់ហ្នឹងវាមិនទាន់គ្រប់គ្រាន់ទេដោយសារឃើញការអនុវត្តជាក់ស្ដែងមួយចំនួននៅមានការអនុវត្តច្បាប់មួយចំនួនសម្រាប់ស្រុកខ្មែរហ្នឹងមិនទាន់បានទូលាយសម្រាប់ប្រជាពលរដ្ឋទូទៅដែលគាត់អាចទទួលយកបានបាទអរគុណឥឡូវខ្ញុំសូមបង្វែរសំណួរដដែលហ្នឹងមកលោកសំអាតវិញម្ដងបាទលោកគិតថាជាផ្នែកលោកគិតថាករណីដែលកើតឡើងហើយមានការអន្តរាគមន៍ពីអ្នកមានអំណាចនៅក្នុងប្រទេសកម្ពុជាហ្នឹងវាជាសញ្ញាណវិជ្ជមានដែលគិតថាថ្ងៃមុខបើសិនជាមានរឿងនឹងតទៀតឬក៏បើសិនជាប្រជាជនកម្ពុជាប្រឈមនឹងបញ្ហាទាំងអស់ហ្នឹងតឡាការនឹងចាត់វិធានការដោយស្មើភាពគ្នាដែរទេបាទសូមអរគុណហើយជាបឋមសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពបងប្អូនប្រិយមិត្តអ្នកស្ដាប់វិទ្យុអសីសេរីជាទីគោរពបាទខ្ញុំត្រង់ចំណុចនេះខ្ញុំយល់ឃើញមាន3ចំណុចខ្ញុំគិតថាទី1តាមការសង្កេតរបស់ខ្ញុំរឿងមួយចំនួនបើសិនជាមានបទអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលឬក៏ពីប្រមុខរាជរដ្ឋាភិបាលយើងឃើញថាតុលាការចាត់វិធានការបានលឿនហើយយើងឃើញថ្មីដូចជាករណីលោកថោងសារ៉ាត់ករណីកញ្ញាសាសាយើងឃើញថាមានកិច្ចអន្តរាគមន៍គឺតុលាការចាត់វិធានការលឿនតែម្ដងហើយយើងគិតថាតើចាត់វិធានការនេះតើវាទទួលបានភាពយុត្តិធម៌និងស្មើភាពគ្នាចំពោះមុខច្បាប់អត់យើងក៏លេចមើលទៅវិញដោយលោកប៊ុនធិនលើកចឹងលើកកម្មការិនី3នាក់ដែលត្រូវបានលោកឈុបបណ្ឌិតបាញ់ឲ្យរងរបួសហើយលោកឈុបបណ្ឌិតត្រូវបានយើងគ្រប់គ្រងជាដំបូងសម្ដេចកលាហោមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកបានចេញមុខអះអាងថាជនសង្ស័យទី1គឺលោកឈុបបណ្ឌិតដោយសារបញ្ហានេះហើយបានជាមានដំណើរការចោទប្រកាន់ទៅលើឈុបបណ្ឌិតកន្លងមកលោកឈុបបណ្ឌិតកន្លងមកហើយទោះបីជាចោទប្រកាន់ក៏ដោយមានការផ្ដន់ទោសក៏ដោយសួរថានំទល់ពេលនេះបើសិនជាមានកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលឬក៏ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោកឈុបបណ្ឌិតខ្ញុំជឿថានឹងទៅដល់កន្លែងណាក៏គេអាចចាប់យកមកវិញបានមានន័យថាលោកចង់ឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចេញបញ្ជាឲ្យចាប់ឈុបបណ្ឌិតយកមកផ្ដន់ទោសឬក៏យ៉ាងម៉េចបាទនេះគឺយើងចង់អនុវត្តឲ្យស្មើភាពគ្នាត្រង់នេះហើយបានខ្ញុំគិតថាមួយទៀតយើងមើលសង្ដាមួយទៀតដែរមិនមែនតែមានរឿងកញ្ញាសាសាមិនមែនតែរឿងលោកថោងសារ៉ាតមិនមែនមានតែរឿងលោកឈុបបណ្ឌិតទេយើងឃើញមានប្រជាពលរដ្ឋជាច្រើនដែលលោកទទួលរងនៅភាពបានន័យថារងគ្រោះបាទដោយសារការវាយដំឧទាហរណ៍ថាស្ត្រីភិជាច្រើនទៀតដែលគាត់ធ្វើការតវ៉ាគាត់ធ្វើការទាមទារដើម្បីសិទ្ធិសេរីភាពដើម្បីបញ្ហាដីធ្លីហើយរងគ្រោះដោយសារការវាយដំឲ្យមានការរបួសស្នាមឲ្យមានបញ្ហាធ្ងន់ធ្ងរប៉ុន្តែសួរថាស្ត្រីទាំងអស់នោះ
គាត់បានទទួលភាពយុត្តិធម៌ឬក៏ស្មើភាពគ្នាចំពោះមុខច្បាប់ទីអានេះយើងមើលហើយយើងឃើញថារឿងច្រើនដែលតុលាការបានធ្វើការអនុវត្តតាមផ្លូវច្បាប់ប៉ុន្តែរឿងមួយចំនួនដែលនាំឲ្យមានការរិះគន់នាំឲ្យមានការមើលឃើញគេមើលឃើញរហូតដល់គេហ៊ានគេចោទប្រកាន់ទៀតចាប់បើសិនជាតលតែប្រមុខរាជរដ្ឋាភិបាលឬក៏មន្ត្រីរដ្ឋជាន់ខ្ពស់រាជរដ្ឋាភិបាលលោកធ្វើកិច្ចអន្តរាគមន៍ទើបតុលាការចាត់វិធានការអានេះដែលគេមើលឃើញថានាំឲ្យការចោទប្រកាន់ថាអំណាចនីតិប្រតិបត្តិបានជ្រៀតជ្រែកទៅអំណាចតុលាការនាំឲ្យមានការរិះគន់ទៅដល់អំណាចប្រតិបត្តិទៅដល់ប្រមុខរាជរដ្ឋាភិបាលថាជ្រៀតជ្រែកតុលាការវិញអញ្ចឹងបើសិនជាភាពស្មើគ្នាចំពោះមុខច្បាប់បានន័យថាទី1តុលាការក៏ត្រូវដើរតួជាគេថាតាមឯករាជ្យភាពរបស់ប្រព័ន្ធតុលាការត្រូវវិនិច្ឆ័យត្រូវដំណើរការក្តីរបស់ខ្លួនដោយសំអាងទៅលើអង្គហេតុនិងអង្គច្បាប់ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះគ្រប់រូបមិនថាអ្នកណាមិនថាអ្នកមានមិនថាអ្នកក្រមិនថាឋានៈប៉ុណ្ណាទេគាត់ក៏ជាមនុស្សដែរអញ្ចឹងកាលណាគាត់រងគ្រោះគាត់ត្រូវតែទទួលភាពយុត្តិធម៌តាមផ្លូវច្បាប់អានេះបានគេហៅថាភាពស្មើគ្នាចំពោះមុខច្បាប់មិនមែនថាអ្នកដែលមានលុយអ្នកដែលមានអំណាចទទួលបានយុត្តិធម៌អ្នកដែលក្រីក្រមិនអាចទទួលបានភាពយុត្តិធម៌មិនមែនជាភាពស្មើគ្នាចំពោះមុខច្បាប់ទេខ្ញុំសូមឲ្យលោកឧទាហរណ៍មួយមើលតើករណីណាដែលអ្នកក្រហ្នឹងគាត់មានរឿងហើយជាមួយអ្នកមានបញ្ហាប្រជាពលរដ្ឋគ្នាឯងឬក៏ប្រជាពលរដ្ឋនឹងជាមួយនឹងអ្នកមានអំណាចហ្នឹងហើយអត់មានការវិនិច្ឆ័យទៅតាមអង្គហេតុទៅរបស់តុលាការនោះបើសិនចេញខ្ញុំសូមលើកឧទាហរណ៍មួយចំនួនខ្ញុំកន្លងមកយើងឃើញមានសកម្មជនដីធ្លីដែលគាត់រងគ្រោះដោយសារការវាយដំបង្កឲ្យមានការរលូតកូនឬក៏បង្កឲ្យមានរបួសស្នាមហើយនៅពេលដែលដាក់បណ្ដឹងទៅតុលាការគាត់មកទល់ពេលនេះគាត់អត់ទាន់បានទទួលចំណាត់ការឬក៏ការផ្ដល់យុត្តិធម៌ណាមួយសម្រាប់គាត់ទេពួកគាត់មួយចំនួនហ្នឹងបាទហើយហេតុដូច្នេះហើយដែលខ្ញុំគិតថាអានេះគឺជាការមួយដែលយើងមិនទាន់អនុវត្តស្មើគ្នាចំពោះមុខច្បាប់ទេហើយបើជាក់ស្ដែងដោយរឿងយើងធៀបចាស់ថារឿងលោកឈុបបណ្ឌិតខ្ញុំលើកដដែលសួរថាគាត់បានយុត្តិធម៌ទេបើមកទល់ឥឡូវលោកឈុបបណ្ឌិតត្រូវបានតុលាការដន្ទាទោសប៉ុន្តែមិនត្រូវបានចាប់យកមកដាក់ពន្ធនាគារតាមអំណាចសាលដីកាផងអានេះហើយដែលយើងមើលទៅថាជារឿងមួយដែលមិនទាន់មានភាពមុខស្មើគ្នាចំពោះមុខច្បាប់នឹងបាទខ្ញុំសូមងាកទៅលោកបន្ទឿនវិញម្ដងលោកជាអ្នកស៊ើបអង្កេតលោកសង្កេតសវនាការស្រាប់យើងនៅពេលដែលយើងលើកករណីថ្មីក៏អត់ត្រូវបំភ្លេចករណីចាស់ដែរពីព្រោះករណីចាស់ហ្នឹងមានមួយចំនួននៅក្នុងប្រទេសកម្ពុជាយើងដូចជាករណីអ្នកកសែត DOD លោកសមៀនត្រូវបានគេវាយកញ្ញាតារាភាពយន្តពិសិដ្ឋពីលីកាជាដើមហើយកញ្ញាពៅបញ្ញាពិតហើយនឹងប្រធានសហជីពលោកជាវិជាហើយនឹងកម្មករដែលតវ៉ានៅផ្លូវវែងស្រេងជាដើមហ្នឹងលោកឈុនវិធីជាដើមលោកកញ្ញាសុនសេនិចក៏ជាដើមនោះក៏ត្រូវបានរងគ្រោះហើយនឹងត្រូវបានគេលួចវាយប្រហារគេលួចបាញ់លួចដែរក៏ប៉ុន្តែយើងសង្កេតឃើញថាករណីទាំងអស់ហ្នឹងគឺដូចជាស្ងាត់ឈឹងអត់ទាន់មានដំណោះស្រាយណាមួយដែលពីខាងក្រមគ្រួសារឬក៏ត្រូវបានមហាជនទូទៅគេថាមានតម្លាភាពឬក៏មានភាពស្មើគ្នាចំពោះមុខច្បាប់នោះទេហើយចំពោះលោកគិតថាតើតុលាការកម្ពុជាហ្នឹងគួរតែយកករណីទាំងអស់ហ្នឹងមកស៊ើបអង្កេតឡើងវិញឬក៏គួរតែដោះស្រាយករណីទាំងអស់នោះឲ្យវាមានភាពស្មើគ្នាដូចជាករណីថ្មីកើតឡើងដែរទេបើសិនជាបាទតែពិតទៅករណីអស់ហ្នឹងយើងឃើញអស់នេះដូចលោកពនីលើកឡើងថាវាមានច្រើនហើយមិនទាន់បានដោះស្រាយខ្ញុំគិតថានៅពេលដែលរឿងនោះអត់ទាន់ចប់ឡើយទេនៅពេលហ្នឹងនៅពេលថ្មីមួយគឺខាងរដ្ឋាភិបាលក៏មានថាចង់បានបង្កើតគណៈកម្មការមួយធ្វើការងារលើលោកអ្នកដែលស្លាប់ទៅវិញដូចជាវនីដែរខ្ញុំថាយើងគួរតែធ្វើការងារឡើងវិញរកយុទ្ធធម៌ឲ្យឃើញតើពីណាគេនៅពីក្រោយពីណាគេនិយាយឃាតករសម្រាប់ពួកគាត់នេះជាចំណុចសំខាន់ដើម្បីនៅពេលដែលបើសិនក្នុងករណីដែលតុលាការគាត់រកឃើញឬក៏អាចចាប់ជនល្មើសពិតប្រាកដមកផ្ដន់ទោសខ្ញុំគិតថាជាផ្នែកមួយសំខាន់ណាស់ដែលអាច
ធ្វើឲ្យសាធារណជនគាត់មើលឃើញថាតុលាការចាប់ដើមធ្វើការមួយដោយឯករាជ្យភាពពិតប្រាកដក៏ប៉ុន្តែបើទោះជាវិញបើសិនណាគាត់អត់បានពិនិត្យឬក៏ពិនិត្យសារឬក៏ជំរុញឲ្យករណីនឹងរកបានយុត្តិធម៌ត្រឹមត្រូវទេវាជាអកុសលមួយសម្រាប់អ្នកដែលរងគ្រោះផងសម្រាប់សង្គមប្រជាពលរដ្ឋផងដែលគាត់មិនអាចទទួលបាននៅអំពើអយុត្តិធម៌បែបហ្នឹងនេះជាបញ្ហាហើយតាមពិតទៅវាមានករណីច្រើនណាស់ដែលដោយលោកវិញលើកឡើងប៉ុន្តែសប្តាហ៍ថ្ងៃនៅខាងអង្គការយើងមជ្ឈមណ្ឌលសិទ្ធិកម្ពុជាយើងបានធ្វើការអង្កេតការសវនាការនៅក្នុងសាលាតដែរដែលយើងបានធ្វើការបើយើងមើលមួយផ្នែកនៅសាលាតរាល់ថ្ងៃនេះយើងបានខ្លាំមើលមួយរយៈមកផ្នែកជួយទេទាក់ទងទៅនឹងការសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ហ្នឹងយើងបានខ្លាំមើលថាមានភាពល្អប្រសើរក៏ប៉ុន្តែបើយើងឆ្លុះបញ្ចាំងអំពីការអនុវត្តមួយចំនួនដែលទាក់ទងនៅតាមបណ្ដាតុលាការមួយចំនួនទៀតហាក់ដូចជាមិនបានមានភាពត្រឹមត្រូវក្នុងការទទួលបានសិទ្ធិទទួលបានការជំនុំជម្រះមួយដោយយុត្តិធម៌ឡើយដែរនេះជាចំណុចមួយបើសិនក្នុងករណីដែលគាត់ព្យាយាមរកឃើញគាត់ខ្លាចជាសាលាស្ថាប័នមួយដែលអាចហៅថាគ្រប់ឲ្យស្មើភាពគ្នាចំពោះច្បាប់បានថាពលរដ្ឋដែលណាខុសរកឃើញខុសគាត់ត្រូវមានទោសនេះជាដើម្បីធានាបាននៅការគោរពសិទ្ធិដល់ជនជាប់ចោតដល់ជនរងគ្រោះដល់អ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីឲ្យមានយុត្តិធម៌នេះដែលថាតកតទៅនឹងសិទ្ធិស្មើគ្នាចំពោះច្បាប់ដែលគាត់អាចទទួលបានបាទអរគុណច្រើនឥឡូវនេះយើងឃើញថាមានប្រិយមិត្តយើងនៅខាងក្រៅបាទលោកនៅខាងកំពង់ឆ្នាំងបាទតែលោកសូមស្វាគមន៍គាត់តែម្ដងបាទជំរាបសួរលោកបាទលោកបាទជំរាបសួរបាទលោកមានជាសំណួរសូមអញ្ជើញបាទខ្ញុំចង់សួរជាពីរឿងផែនទីព្រំប្រទល់ស្រុកខ្មែរនិងវៀតណាមអធិស្ឋានលោកបាទដោយសារប្រធានបទយើងថ្ងៃនេះយើងជជែកជំវិញពាក់ព័ន្ធទៅនឹងការទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់អញ្ចឹងលោកអាចត្រៀមសំណួរនេះដើម្បីទុកចោតជាសំណួរទៅកាន់វេទិកាអ្នកស្ដាប់នៅពេលក្រោយដែលក្រុមការងារនឹងលើកយកមកជជែកជំវិញបញ្ហានេះដែរបើលោកមានសំណួរអ្វីក្រៅតែពីសំណួរនេះទេលោកបាទអរគុណច្រើនបាទអរគុណជម្រាបលាបាទចំណុចមួយទៀតដែលយើងងាកទៅចាប់អារម្មណ៍ដែរនោះពាក់ព័ន្ធទៅនឹងកន្លងទៅថ្មីនេះយើងឃើញថាកាលពីថ្ងៃទី21ហ្នឹងព្រះមហាក្សត្រក៏បាន live ពហោះចាត់តាំងឲ្យមានឧត្តមក្រុមប្រឹក្សាថ្មីនៅអង្គការក្រមថ្មីសម្រាប់តុលាការកម្ពុជាហើយយើងសង្កេតឃើញមួយទៀតនោះគឺជំវិញមួយរយៈពេលនៃការអនុវត្តចុងក្រោយនោះគឺប្រជាពលរដ្ឋមួយចំនួនគឺគាត់លើកឡើងជាដដែលហើយដដែលទៀតថាចំណុចដែលលើកឡើងនេះគឺចំពោះតែអ្នកមានអំណាចនៅក្នុងគណៈបកនយោបាយឬក៏ការតែងតាំងនោះគឺថាពីតែគណៈបកនយោបាយគណៈបកកម្មាធិការគឺគណៈបកប្រជាជនកម្ពុជាជាដើមបើសិនជាក្នុងករណីថាការតែងតាំងសមាជិកភាពនៃឧត្តមក្រុមប្រឹក្សាអង្គការក្រមដែលមកតែពីគណៈបកកណ្ដាលអំណាចជាដើមតើវាអាចទេថាភាពយុត្តិធម៌ឬក៏ភាពទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់នៅកម្ពុជានឹងប្រព្រឹត្តទៅបានលោកសម្អាតសូមជឿបាទសូមអរគុណនៅសំណួរនេះបាទមុននឹងដល់សំណួរនេះខ្ញុំសូមរំលឹកតិចថាពេលកន្លងទៅនេះគឺមានច្បាប់3ដែលព្រៀងដោយរដ្ឋាភិបាលហើយត្រូវបានសភានិងព្រឹទ្ធសភាធ្វើការអនុម័តទាក់ទងនឹងការកំណែទម្រង់នៃប្រព័ន្ធតុលាការឬក៏ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបាទយើងឃើញថាច្បាប់ទី1គឺច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះអាជ្ញាហើយច្បាប់ទី2គឺច្បាប់រៀបចំការរៀបចំនិងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គការក្រមហើយច្បាប់ទី3គឺច្បាប់ការរៀបចំនិងប្រព្រឹត្តទៅនៃអង្គតុលាការនិងអាយកាហើយការដែលអនុម័តច្បាប់នឹងគឺសារមានការរិះគន់ច្រើនអំពីអង្គការសង្គមស៊ីវិលពីមជ្ឈដ្ឋានអន្តរជាតិដោយគេមើលឃើញថាច្បាប់នេះមិនអាចជួយឲ្យប្រសើរឡើងនៃប្រព័ន្ធយុត្តិធម៌និងប្រព័ន្ធតុលាការទេហេតុអ្វីបាទផ្ទុយទៅវិញនៅក្នុងច្បាប់ស្តីអំពីការរៀបចំនិងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គការក្រមនេះគឺគេមើលឃើញថាហាក់បីដូចជាការបកគលអំណាចឲ្យទៅនីតិប្រតិបត្តិហ្នឹងមានសិទ្ធិច្រើននៅក្នុងឧត្តមក្រុមប្រឹក្សានៃអង្គការក្រមហ្នឹងមិនន័យថាការតែងតាំងពីការតែងតាំងការត្រួតពិនិត្យទៅលើថវិកានៅតាមតុលាការមួយគឺគេបកគលអំណាចទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អានឹងហើយបាន
ជាគេគិតថាវាមិនទាន់មានលក្ខណៈល្អប្រសើរដែលអាចពង្រឹងនៃប្រព័ន្ធយុត្តិធម៌យើងបានដោយសាររឿងនេះហើយបានជាការអនុវត្តទៅតាមច្បាប់នេះយើងឃើញថាការតែងតាំងមានមន្ត្រីមួយចំនួនគឺចេញពីប្រភពរដ្ឋាភិបាលបាទអានេះហើយដែលយើងគិតថាអង្គឧត្តមនៃក្រុមក្រុមប្រឹក្សានៃឧត្តមអង្គចៅក្រមយើងគិតថាធ្វើម៉េចដើម្បីធានានៅឯករាជ្យភាពរបស់ប្រព័ន្ធតុលាការអញ្ចឹងគឺគាត់ត្រូវមានការជ្រើសរើសមានការដាក់ពិន័យមានការស៊ើបអង្កេតទៅលើចៅក្រមទៅលើព្រះអាជ្ញាដែលគាត់ធ្វើខុសនីតិវិធីឬក៏ប្រព្រឹត្តនៅបញ្ហាផ្សេងៗប៉ុន្តែចាំបើសិនជាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះដែលចែកចេញដែលមានសមាជិកភាពមួយចំនួនហើយក៏ប្រគល់អំណាចទៅដល់រាជរដ្ឋាភិបាលច្រើនអញ្ចឹងថាតើវាពាក់ព័ន្ធទេជាមួយនឹងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការយើងមើលថាអញ្ចឹងឯងបានខ្លះថាយកបើគ្រាន់តែជាមន្ត្រីរបស់អង្គនីតិប្រតិបត្តិឬក៏អីប៉ុន្តែបើការងារឯករាជ្យធម្មតាយើងដឹងថាបុគ្គលដែលចេញអំពីនីតិប្រតិបត្តិមួយអញ្ចឹងគេតែងតែការពារផលប្រយោជន៍របស់នីតិប្រតិបត្តិហ្នឹងហើយយើងមើលទៅលើរដ្ឋធម្មនុញ្ញដោយលោកនេះលើកឡើងអញ្ចឹងថាមាត្រា51គេនិយាយអំពីអំណាចទាំង3ហ្នឹងវាបែងចែកដាច់ពីគ្នាបាទហើយមួយទៀតយើងឃើញថាឯករាជ្យភាពបានន័យថាឯករាជ្យភាពរបស់តុលាការគឺចែកយ៉ាងច្បាស់ហើយអ្នកធានានៃឯករាជ្យភាពគឺយើងឃើញនៅក្នុងនេះគេផ្ដល់អំណាចទៅដល់អង្គព្រះមហាក្សត្រទ្រង់មានជាអ្នកធានានៃឯករាជ្យភាពរបស់តុលាការហ្នឹងហើយអញ្ចឹងយើងមើលទៅវិញទៀតតើការអនុម័តនៃច្បាប់3ហ្នឹងចំពេលដែលសភាឯកបៈទៅទៀតវាអត់មានការចូលរួមអំពីសមាជិកសភានៃគណៈបកនយោបាយផ្សេងដើម្បីជជែកវែកញែកឬក៏ពិភាក្សាគ្នាដើម្បីធ្វើឲ្យមានលក្ខណៈល្អប្រសើរនៃច្បាប់នឹងទេបាទអញ្ចឹងយើងឃើញថាកលៈទេសៈនៃការជំរុញឲ្យចេញច្បាប់ហ្នឹងគឺមានតែឯកបៈទៅទៀតបាទអរគុណច្រើនឥឡូវខ្ញុំងាកទៅចាប់អារម្មណ៍ខាងប្រិមិត្តម្ដងបាទកុំឲ្យទៅជេរតែ3នាក់ពេកអត់មានប្រិមិត្តចូលរួមបាទអរគុណឥឡូវខ្ញុំសូមជម្រាបសួរលោកបាទបាទគឺបាទប្រិមិត្តយើងនៅខាងកំពង់ចាមបាទយើងសូមភ្ជាប់គាត់តែម្ដងបាទជម្រាបសួរលោកបាទជំរាបសួរបាទលោកមានជាសំណួរឬក៏មតិយោបល់អ្វីសូមអញ្ជើញបាទមានសំណួរបាទសូមគ្រូវាគ្មិនទាំងពីរផងបាទសូមខ្ញុំនឹងផាលបាទខ្ញុំមានសំណួរ3គឺទៅកាន់លោកនេះខ្ញុំសូមជួយបកស្រាយផងសំណួរទី1គឺថាតើប្រជាពលរដ្ឋសពថ្ងៃទទួលបានយុត្តិធម៌ចំពោះមុខបកស្មារតីគ្នាដែរឬទេពីព្រោះសពថ្ងៃនេះអ្នកមានលុយអ្នកមានអំណាចនឹងខ្លាចនឹងចំពោះច្បាប់តថៃនេះសោះជាក់ស្ដែងជាមើលដាច់ដល់លោកជុំបណ្ឌិតនេះជាដើមឡាសំណួរទី2តើច្បាប់សពថ្ងៃនេះបង្កើតឡើងដើម្បីអ្វីដើម្បីឲ្យអ្នកក្រនេះទៅតែគោរពរឿងដែលមានបុណ្យស័ក្តិមិនគោរពមកជំនឿជាសំណួរទី2សំណួរទី3តើប្រទេសកម្ពុជាសប្តាហ៍ទទួលបានយុត្តិធម៌និងគោរពច្បាប់ប៉ុន្មានភាគរយដែរសំណួរទី4តើប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខរៀងទីប្រមាណខាងគោរពច្បាប់បច្ចុប្បន្ននេះបាទសូមអរគុណសូមជម្រាបលាបាទអរគុណច្រើនបាទហើយសូមផ្ដល់សំណួរដំបូងនេះទៅលោកបន្ទឿនបាទសូមជួយលោកបាទទាក់ទងជាមួយគាត់សួរថាតើជារដ្ឋខ្មែរទទួលបានសិទ្ធិស្មើគ្នានៅទាក់ទងចំណុចនេះដូចយើងបានពិភាក្សាខាងដើមថាបើយើងមើលទៅទាក់ទងទៅនឹងការទទួលបានសិទ្ធិស្មើគ្នានេះវាបើយើងនិយាយជារួមអត្ថន័យរួមថាយើងគេសំដៅទៅលើជាប្រគ្រប់រូបមិនប្រកាន់និន្នាការនយោបាយភេទទេគឺថាគាត់ទទួលបាននៅភាពស្មើគ្នានៅពេលដែលគាត់មានបញ្ហាបានចំពោះមុខច្បាប់ទីហៅថានៅពេលដែលគាត់ឡើងតុលាការអញ្ចឹងទៅគាត់ត្រូវបានសិទ្ធិត្រូវបានគេគោរពសិទ្ធិរបស់គាត់ហើយគាត់ត្រូវបានមានសិទ្ធិមានមេធាវីសិទ្ធិទទួលបាននៅសិទ្ធិការពីក្តីទៅស្របច្បាប់មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំឯកសារឬក្តីជាដើមបើយើងមើលជារួមនៅក្នុងសវនាការដែលខាងអង្គការយើងខ្ញុំបានធ្វើនៅបច្ចុប្បន្ននៅសាលាតូចឃើញថាមានភាពប្រសើរមួយមានសារគួរសមដែរនិយាយទៅទាក់ទងទៅនឹងសិទ្ធិជនជាប់ចោតក៏ប៉ុន្តែបើយើងក៏លេចទៅមើលការរបត់ជាក់ស្ដែងមួយចំនួន
សម្រាប់ការរបស់ទូទៅទាក់ទងទៅនឹងសិទ្ធិមានមេធាវីទីហោហ្នឹងវានៅមានបញ្ហាច្រើនខ្វះខាតច្រើនត្រង់ថាយើងអត់មានពេលមេធាវីគ្រប់គ្រាន់ទេអញ្ចឹងចង់និយាយថានៅពេលដែលមានសវនាការកើតឡើងគឺអត់មានភាពស្មើគ្នាទេអត់មានមេធាវីគ្រប់គ្រាន់គឺប្រទេសកម្ពុជាខ្វះមេធាវីឬក៏គាត់អត់មានសមត្ថភាពរកមេធាវីដើម្បីជួយការពារក្តីទាក់ទងបច្ចុប្បន្ននេះទាក់ទងទៅរឿងសិទ្ធិមានមេធាវីគឺខាងទាក់ទងទៅនឹងយើងមានស្ថាប័នអង្គការច្រើននិយាយទៅដែលបានធ្វើការងារហ្នឹងកន្លងមកមានអង្គការ CDP អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាអង្គការ Liga do Ad Hoc ជាដើមដែលបានផ្ដល់មេធាវីឲ្យដែលធ្វើការងារហ្នឹងហើយទាក់ទងទៅនឹងតើខ្វះមេធាវីឥឡូវយើងឡើងដល់1000ហើយក៏ប៉ុន្តែទាក់ទង1000អ្នក1000អ្នកទិន្នន័យថ្មី1000អ្នកជាងខ្ញុំមិនទាន់អាប់ដេតចុងក្រោយក៏ប៉ុន្តែសម្រាប់ទាក់ទងទៅនឹងការទទួលបានមេធាវីហ្នឹងនៅពេលដែលពេលមានបញ្ហាត្រង់ថាគាត់ទៅពឹងទៅគណៈមេធាវីអញ្ចឹងគណៈមេធាវីត្រូវស្នើមកខាងឬក៏តុលាការស្នើទៅគណៈមេធាវីបាទដើម្បីទទួលបានមេធាវីជ្រុលក្រអញ្ចឹងនៅពេលនេះយើងភាគច្រើនបាននៅភ្នំពេញទីអាចបានប៉ុន្តែបើបានពេលខ្លះក៏មានបញ្ហាត្រង់ថាគាត់អត់មានពេលវេលាគ្រប់គ្រាន់ទេច្រើនតែងតាំងភ្លាមហើយសវនកម្មអញ្ចឹងនៅត្រង់តែងតាំងភ្លាមវាជាខ្វះខាតនៅការជួបគោលក្តីការវិភាគសំណុំរឿងការធ្វើការងារមួយចំនួនទៀតដែលទាំងនឹងហើយដែលយើងចង់បញ្ជាក់ថាអត់បានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារហ្នឹងឯងប៉ុន្តែបើនៅតាមបណ្ដាខេត្តមួយចំនួនគឺពិបាកនឹងខ្វះតែម្ដងដែលយើងធ្វើការកន្លងមកខាងមជ្ឈមណ្ឌលសិទ្ធិកម្ពុជាបានធ្វើការនៅបណ្ដាខេត្តមួយចំនួនដូចនៅខាងរតនគិរីនៅប្រទេសមានជ័យនៅខេត្តកណ្ដាលមួយចំនួនហ្នឹងគឺមានការខ្វះខាតនេះជាផ្នែកមួយបើយើងងាកថាស្មារតីគ្នាបើចំពោះមុខច្បាប់ក្នុងតុលាការវាមានភាពមួយចំនួននៅតាមរាជធានីពេញមានភាពល្អប្រសើរក៏ប៉ុន្តែបើយើងធ្វើការរបស់ជាក់ស្ដែងទៅទាក់ទងទៅនឹងសិទ្ធិទូទៅវិញយើងទាក់ទងតុលាការដូចខ្ញុំនិយាយខាងដើមថាវាមិនបានស្មើគ្នាទេភាគច្រើននៅពេលដែលឡើងតុលាការឬមានបញ្ហាខុសច្បាប់ហ្នឹងភាគច្រើនដូចយើងថាអត់បានស្មើគ្នាអ្នកមានគាត់មានឱកាសច្រើនជាងឱកាសយ៉ាងម៉េចទៅឱកាសចង់និយាយថាឱកាសដែលគាត់អាចយើងមើលជាទូទៅដែលជារដ្ឋខ្មែរបានឲ្យតម្លៃថានៅពេលដែលគាត់អ្នកមានភាគច្រើនគាត់អាចមានឱកាសឈ្នះតែយើងច្រើនជាងទេហើយអញ្ចឹងនៅពេលហ្នឹងយើងមិនដឹងថាតើវាអាចមានបញ្ហាក្នុងនឹងខ្លះទេក៏ប៉ុន្តែអ្នកក្រភាគច្រើនចាញ់ក្តីដែលគាត់អត់បានទទួលអត់បានស្មើភាពគ្នាទេយើងមិនដឹងថាតើប្រព័ន្ធតុលាការគាត់ជាប់ប្រកាន់ថាវាមានបញ្ហាទេតែពុករលួយពួកអីជាដើមនេះជាបញ្ហាមួយដែលស្មើគ្នាចង់និយាយថាតុលាការថាជាស្ថាប័នមួយដែលឈរលើច្បាប់នៅពេលដែលណាខុសគឺត្រូវតែអនុវត្តលើច្បាប់មិនថាគាត់មានក្រឬក៏មានអំណាចឬឥទ្ធិពលនេះជាផ្នែកមួយសំខាន់ដែលអាចមានការបាត់បង់ទុកចិត្តពីប្រជាពលរដ្ឋនេះជាចំណុចមួយដែលយើងឃើញថាក្នុងសាធារណជនមើលឃើញថាវាមានបញ្ហាត្រង់ហ្នឹងបើតាមច្បាប់រដ្ឋធម្មនុញ្ញគឺបែងចែកឲ្យថាប្រជាពលរដ្ឋហ្នឹងគឺគាត់មានសិទ្ធិចំពោះមុខច្បាប់ហើយមានសិទ្ធិមានមេធាវីទៀតមានសិទ្ធិមានមេធាវីអញ្ចឹងពេលហ្នឹងនៅពេលដែលមានរឿងអ្វីមួយតើតុលាការគាត់គួរតែរៀបចំមេធាវីទុកសម្រាប់ជនរងគ្រោះមុនទេឬក៏យ៉ាងម៉េចដែរត្រង់ចំណុចនេះលោកប៊ុនធឿនបាទពាក្យទៅរឿងសិទ្ធិមានមេធាវីនៅពេលដែលជនជាប់ចោតគាត់ប្រាប់មុនក៏ប្រាប់ជនជាប់ចោតថាគាត់មានមេធាវីនៅចៅក្រមអាចសួរអញ្ចឹងបើសិនគាត់អត់មានចៅក្រមតុលាការគេតែងតាំងមេធាវីឲ្យគាត់និយាយតែងតាំងភ្លាមឲ្យកាត់ក្តីភ្លាមឲ្យវាមានភាពល្អប្រសើរទេដំណងពេលមានករណីមួយចំនួនគាត់តែងតាំងភ្លាមហើយសួរថាតើលោកទទួលយកមេធាវីនឹងទេប៉ុន្តែចៅគង់ក្តីមួយចំនួនឬក៏ហៅថាជនជាប់ចោតមួយចំនួនគាត់អត់យល់ពីនីតិច្បាប់ទេបានន័យថានៅពេលដែលធ្វើការតែងតាំងភ្លាមគាត់ទទួលយកប៉ុន្តែមួយចំនួនអត់ទទួលយកដែរហេតុអីអត់ទទួលយកដោយសារករណីមួយចំនួនគាត់ថាមិនទាន់តែជួបគាត់ផងតើដឹងរឿងគាត់របៀបម៉េចហើយអាចការពារគាត់របៀបម៉េចនេះជាចំណុចមួយហើយនេះជាចំណុចមួយដែលជនជាប់ចោតឬក៏ជនមិនអាចទទួលបាននៅយុត្តិធម៌ទេនៅពេលដែលគាត់អត់បានដឹងរឿងក្តីឬសិក្សារឿងឲ្យច្បាស់លាស់ជាចំណុចមួយហើយចំណុចមួយទាក់ទងនឹងពេលវេលាខ្ញុំលើកឡើងថាពេលវេលាជាចំណុចសំខាន់ណាស់ដើម្បីឲ្យយើងគោលក្តីអាចជួបជាមួយមេធាវីឬជនជាប់ចោតជួបមេធាវីឬភាគីពាក់ព័ន្ធស្រាវជ្រាវឯកសារនេះជាផ្នែកសំខាន់ដើម្បីធានាឲ្យបានថាការជាមួយម្នាក់ហ្នឹងជាបានយុត្តិធម៌មួយត្រឹមត្រូវជាផ្នែកសំខាន់គួរតែមានពេលវេលាប៉ុន្មានសម្រាប់ការជួបកូនក្តីឬក៏ជនជាប់ចោតហ្នឹងគាត់ត្រូវបានគេចោទប្រកាន់ហ្នឹងគាត់គួរតែមានពេលវេលាប៉ុន្មានដើម្បីជួបជាមួយនឹងមេធាវីហ្នឹងហើយអាចដឹងរឿងរ៉ាវគាត់ហើយអាចការពារគាត់បានយើងពិបាកនឹងកំណត់ក៏ប៉ុន្តែយើងចង់ឲ្យមានពេលវេលាយ៉ាងហោចណាស់ប៉ុន្មានសំរុំមួយយើងអត់មានកំណត់ក៏ប៉ុន្តែយ៉ាងហោចណាស់អត់មានពេលវេលាសំរុំថាមានពេលវេលាជួបប៉ុន្តែបើ 4-5 ថ្ងៃទេហោះចឹងឬភ្លាមនឹងអាចបានទេវាត្រូវការសិក្សាទៅលើអង្គហេតុទៅលើភស្តុតាងទៅលើឯកសារដទៃទៀតដែល
បញ្ជាក់ថាជនជាប់ចោតគាត់អត់មានទោសអត់មានទោសហើយជាងយើងមិនអាចជួបគ្នាតែប្រម៉ោង2ម៉ោងឬមួយថ្ងៃ2ថ្ងៃអាចព្រាមអាចស្រាវជ្រាវដឹងទេជាត្រូវការពេលវេលាមួយសមរម្យក្នុងនោះតុលាការគេថាតើការបង្ហាញផុសតាងឬការបង្ហាញផុសតាងផ្សេងៗឬក៏សួរដេញដល់ទៅពេលវេលាមួយសមរម្យសម្រាប់មេធាវីអរគុណឥឡូវខ្ញុំសូមភ្ជាប់ប្រិមិត្តមួយរូបទៀតនៅភ្នំពេញលោកមនីបាទមុននឹងបកគលសំណួរទៅឲ្យលោកអំសំអាតសូមជម្រាបសួរលោកមនីបាទបាទជំរាបសួរបាទលោកមនីមានសំណួរសូមអញ្ជើញលោកបាទបាទសូមអរគុណខ្ញុំមានសំណួរមួយតើលោកវាគ្មិនហើយសំណួរហ្នឹងពាក់ព័ន្ធរឿងករណីដែលការទទួលបានយុទ្ធធរចំពោះផ្លូវច្បាប់ស្មើគ្នាហ្នឹងខ្ញុំយល់ថាចុះហេតុអីមុននឹងមានព្រឹត្តិការណ៍ថ្ងៃ15កក្កដានៅស្ពាននេះហ្នឹងជាបរិវត្តគាត់ទៅទៀមទាដើម្បីឲ្យបើកទីលានជាទៅផ្ទៃក៏ប៉ុន្តែផ្ទុយទៅវិញមានកម្លាំងសន្តិសុខទីឈ្នួលបានវាយធ្វើបាបប្រជាពលរដ្ឋហើយប្លន់ទៅសម្ភារៈរបស់គាត់ទៀតហើយដូចជានៅករណីនៅកាណាឌីយ៉ានៅផ្លូវវែងព្រេងនៅ911អញ្ចឹងហើយដូចជាករណីលោកឈូកបណ្ឌិតថោងសារ៉ាត់អីហ្នឹងវាសុទ្ធតែជាករណីប្រព័ន្ធតុលាការអញ្ចឹងខ្ញុំថាវាអត់មានយុទ្ធធម៌ទេសម្រាប់ប្រជាពលរដ្ឋខ្មែរដោយក្នុងច្បាប់រដ្ឋធម្មនុញ្ញថាជួនណាក៏ដោយពុំមានទុកមហាជីវិតទេក៏ប៉ុន្តែផ្ទុយទៅវិញកងកម្លាំងក្តាប់អាវុធបានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរទោះតែហេតុអីបានជារដ្ឋាភិបាលមិនដាក់ទោសទៅលើអ្នកដែលប្រព្រឹត្តហ្នឹងដែលជាឃាតករសម្លាប់មនុស្សហ្នឹងអញ្ចឹងខ្ញុំសូមឲ្យវាគ្មិនជួយបកស្រាយឲ្យជំរុញឲ្យរដ្ឋាភិបាលក៏ដូចជាអន្តរជាតិដើម្បីជួយការពារប្រជាពលរដ្ឋខ្មែរស្លូតត្រង់ផងព្រោះប្រជាពលរដ្ឋខ្មែរដែលទាមទារសេរីភាពសន្តិភាពដូចជារឿងករណីដីធ្លីអីគ្រប់បែបយ៉ាងតែងតែមានការបង្ក្រាបវាយធ្វើបាបប្រជាពលរដ្ឋខ្ញុំឃើញនៅផ្នែកខ្ញុំអាណោយអហ្វមណាខ្ញុំគ្មានអីទេខ្ញុំមានតែប៉ុណ្ណឹងហើយសូមអរគុណសូមគោរពជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ហើយនឹងសហការីទាំងលោកវិស្មិនសូមឲ្យជួបតែសេចក្តីសុខសំណាងល្អអរគុណបាទជម្រាបលាបាទជួយបង្ហាញជាពលរដ្ឋខ្មែរតទៅបាទអរគុណអរគុណបាទលោកសម្អាតសូមអញ្ជើញបាទសំណួររបស់គាត់ភ្ជាប់ជាមួយនឹងលោកផលហើយគាត់បញ្ជាក់ឲ្យថាតើអាចចាប់ឈុកបណ្ឌិតបានអត់នៅពេលដែលមានទោសហើយនេះបាទសូមអញ្ជើញលោកបាទសូមអរគុណសំណួររបស់លោកមនីភ្នំពេញមិញហ្នឹងបាទជាការពិតដែលយើងមើលឲ្យស៊ីជម្រៅនៅក្នុងប្រព័ន្ធតុលាការឬក៏យើងនិយាយថាភាពស្មើគ្នាចំពោះមុខច្បាប់ណាហើយខ្ញុំលើកហើយលើកទៀតថាខ្ញុំគិតថាបើភាពស្មើគ្នាចំពោះមុខច្បាប់បាននេះគំនិតខ្ញុំគឺមាន3ចំណុចថាទី1វាត្រូវពឹងផ្អែកទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឬរបស់បុគ្គលគ្រប់រូបដែលធានាដោយរដ្ឋធម្មនុញ្ញធានាដោយបទដ្ឋានអន្តរជាតិអញ្ចឹងនៅក្នុងសិទ្ធិបុគ្គលសិទ្ធិពលរដ្ឋគ្រប់រូបដោយយើងលើកឡើងថាគាត់មានសិទ្ធិទទួលស្មារតីគ្នាចំពោះមុខច្បាប់ដោយមិនប្រកាន់និន្នាការនយោបាយមិនរើសអើងនិន្នាការនយោបាយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរអីទេបាទមិនប្រកាន់ធនធានមិនប្រកាន់ឋានៈមិនប្រកាន់អ្នកមានអ្នកក្របាទគឺជាមនុស្សដូចគ្នាត្រូវតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់បើធ្វើខុសត្រូវទទួលទោសបើរងគ្រោះត្រូវទទួលយុត្តិធម៌នេះគឺជាសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ហើយនៅក្នុងកតតិកាសញ្ញាស្តីអំពីសិទ្ធិពលរដ្ឋសិទ្ធិនយោបាយដែលកម្ពុជាទទួលស្គាល់ក៏គេបានចែងដែរថាជនគ្រប់រូបមានសិទ្ធិគ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់បានន័យថាគាត់ត្រូវបានទទួលភាពយុត្តិធម៌ត្រូវបានជំនុំជម្រះដោយឈរលើគោលការណ៍យុត្តិធម៌ត្រូវមានមេធាវីឬក៏អ្នកការពារប៉ុន្តែនៅកម្ពុជាដោយលោកធនលើកឡើងតម្រូវមួយតែអនិច្ចជននិងបទអក្រិតដែលតុលាការអាចទាំងចាត់តាំងខានមិនបានត្រូវតែចាត់តាំងមេធាវីដើម្បីការពារប៉ុន្តែវាត្រូវមានពេលប៉ុន្តែដល់ពេលបាត់វិឆឹងអត់មាននិយាយទេអញ្ចឹងរឿងខ្លះគឺអត់មានមេធាវីការពារទេតើទៅនឹងបាត់វិឆឹងនេះបាទអញ្ចឹងគឺវាមានការខ្វះនៅភាពគោលការណ៍ស្មើគ្នាចំពោះមុខច្បាប់ហ្នឹងហើយមួយទៀតវាតកតទៅនឹងប្រព័ន្ធតុលាការគឺតកតទៅនឹងឯករាជ្យភាពរបស់តុលាការនឹងតែម្ដងហើយយើងឃើញហើយក្នុងរដ្ឋធម្មនុញ្ញចែងថាតុលាការគឺជាអំណាចឯករាជ្យតុលាការជំនុំជម្រះដោយយុត្តិធម៌ស្មើភាពគ្នាចំពោះមុខច្បាប់ក្នុងតាំងនាមជាប្រជាពលរដ្ឋខ្មែរទៅទៀតបាទក្នុងរដ្ឋធម្មនុញ្ញបានចែង
ហើយយើងមើលទៅលើគោលការណ៍មូលដ្ឋានស្ដីពីឯករាជ្យភាពរបស់តុលាការរបស់អង្គការសហប្រជាជាតិគេចែងថាទី1បានន័យថាតុលាការគឺជាឯករាជ្យភាពមិនហើយមានចែងប្រទេសមួយត្រូវចែងក្នុងរដ្ឋធម្មនុញ្ញយើងបានចែងហើយប៉ុន្តែសួរថាយើងមានអនុវត្តទេចែងនឹងច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់ជាតិអញ្ចឹងគេថាតុលាឲ្យតុលាការយើងនឹងសម្រេចសេចក្តីឈរដោយគ្មានលំអៀងដោយបានន័យថាម៉ត់ចត់ដោយសំអាងទៅលើអង្គហេតុនិងអង្គច្បាប់ដោយមិនទទួលនៅឥទ្ធិពលអ្វីមួយឬក៏ឥទ្ធិពលនយោបាយឬក៏ការជ្រៀតជ្រែកពីអំណាចណាមួយពីបុគ្គលណាមួយទេគឺគាត់មានសិទ្ធិអំណាចក្នុងការសម្រេចដោយឆន្ទៈដោយសំអាងទៅលើហេតុផលនិងផ្លូវច្បាប់បាទហើយចំណុចទី3គឺយើងត្រូវតែអនុវត្តទៅតាមច្បាប់ដែលមាននៅក្នុងប្រទេសកម្ពុជាអានេះបានធ្វើឲ្យមានគោលការណ៍បានន័យថាភាពស្មើគ្នាចំពោះមុខច្បាប់និងទទួលបានយុត្តិធម៌ចំពោះមុខច្បាប់ប៉ុន្តែយើងក៏លេចមើលប្រទេសកម្ពុជាយើងវិញតើយើងបានគោរពទេអាគោលការណ៍ទាំងអស់នេះហើយខ្ញុំនិយាយលេងតិចថាខ្ញុំមានមិត្តភ័ក្តិបរទេសមួយ2-3នាក់គាត់និយាយថាមានប្រទេសខ្លះគាត់ប្រាប់ខ្ញុំថាតុលាការគេអានច្បាប់ប៉ុន្តែគេស្ដាប់ខ្យល់អញ្ចឹងដល់ពេលគេនិយាយនៅក្នុងសាវនាការវាផ្សេងប៉ុន្តែដល់សម្រេចវាផ្សឹងអញ្ចឹងគឺពួកហ្នឹងគេនិយាយលេងហ្នឹងប្រទេសខ្លះអានច្បាប់ស្ដាប់ខ្យល់អញ្ចឹងខ្ញុំសង្ឃឹមថាកម្ពុជាយើងឬក៏តុលាការកម្ពុជាយើងមិននាំមកវប្បធម៌របៀបនឹងចូលទេបាទនៅក្នុងកម្ពុជាយើងហ្នឹងបាទអញ្ចឹងអានេះយើងឈរមើលលើគោលការណ៍យុត្តិធម៌ចំពោះមុខច្បាប់ហ្នឹងបាទអញ្ចឹងបានន័យថាកុំឲ្យថារឿងដែលអ្នកដែលមានលុយមានអំណាចណាមានបនស័កតុលាការដំណើរការលឿនប៉ុន្តែដល់ពេលរឿងអ្នកដែលក្រីក្ររឿងអីដំណើរការដោយយឺតយ៉ាវឬក៏មិនមានចំណាត់ការអាហ្នឹងគឺអត់មានភាពស្មើគ្នាចំពោះមុខច្បាប់ទេពីព្រោះគោលការណ៍នៃច្បាប់គោលការណ៍នៃយុត្តិធម៌មិនប្រកាន់ពណ៌សម្បុរមិនប្រកាន់និន្នាការមិនប្រកាន់អ្នកមានអ្នកក្រត្រូវតែទទួលបានភាពស្មើគ្នាខុសអ្នកឯងត្រូវតែទទួលទោសរងគ្រោះអ្នកឯងត្រូវតែទទួលបានភាពយុត្តិធម៌ណាមួយបាទយើងទៅជែកមកងាយហើយរឿងអយុត្តិធម៌ហ្នឹងឥឡូវយើងរកកលឹះដែលធ្វើឲ្យមានយុត្តិធម៌វិញឥឡូវយើងអាចគិតថាដូចម្ដេចដើម្បីឲ្យប្រព័ន្ធតុលាការរបស់យើងនៅក្នុងប្រទេសកម្ពុជាដែលប្រជាពលរដ្ឋក៏រងគ្រោះគាត់មានបញ្ហាគាត់មានជំនឿចិត្តឡើងវិញគាត់មានជំនឿចិត្តឡើងវិញចំពោះប្រព័ន្ធតុលាការដល់ពេលគាត់មានបញ្ហាគាត់រត់ទៅរកតុលាការដើម្បីឲ្យជួយអន្តរាគមន៍គាត់រត់ទៅរកសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍តើយើងត្រូវមានវិធានការដូចម្ដេចលោកប៊ុនធឿនសូមអញ្ជើញបាទរឿងទៅតុលាការជារឿងមួយសំខាន់ហើយបើតែពេលវេលាខ្លីសូមលោកសង្ខេបឲ្យខ្លឹមសូមជឿបាទជារឿងតុលាការជារឿងមួយសំខាន់ណាស់ដែលយើងត្រូវបានធ្វើម៉េចធ្វើឲ្យមានឯករាជ្យភាពពិតប្រាកដហើយចំពោះខ្ញុំគិតថាចាប់ផ្ដើមពីពិនិត្យទៅមើលគោលនយោបាយឬក៏ច្បាប់ដែលយើងមានដោយលោកស្មារលើកឡើងថាច្បាប់ទាំង3ហ្នឹងដែលចែងគឺច្បាប់ដោយលោកស្មារលើកឡើងដើមហ្នឹងថាវាមិនបានតន់មានភាពឯករាជ្យមួយពិតប្រាកដទេมันអាចផ្ដល់ឲ្យតុលាការជាតុលាការមួយឯករាជ្យពិតប្រាកដទេអញ្ចឹងត្រូវពិនិត្យមើលថាតើគួរតែធ្វើការកែសម្រួលវាម៉េចដើម្បីធានាថាច្បាប់ហ្នឹងតុលាការសាមញ្ញតុលាការជាសាមញ្ញឯករាជ្យព្រោះអីនៅពេលដែលប្រជារដ្ឋមានបញ្ហាគាត់រត់ទៅតុលាការហើយតុលាការតើជាតុលាការមួយទុកចិត្តបានតតែមើលឃើញគោលនយោបាយឬក៏សមាជិកភាពធ្វើការងារហ្នឹងជាបុគ្គលជាស្ថាប័នមួយឯករាជ្យហើយនឹងការសម្រេចមួយដោយឈលលើហៅថាវិជ្ជាជីវៈមួយត្រឹមត្រូវអាហ្នឹងផ្អែកទៅលើត្រូវមើលលើគោលនយោបាយធ្វើច្បាប់3ហ្នឹងឬសតកម្មចំណុចមួយចំនួនដែលគិតថាមិនបានធានាឯករាជ្យភាពហើយទី2ទាក់ទងទៅនឹងការអនុវត្តចំពោះខ្ញុំគិតថានៅពេលវាច្បាប់ហើយចាប់ដើមអនុវត្តការអនុវត្តសំខាន់ណាស់នៅពេលដែលដឹងនិយាយពីភាពស្មើគ្នាចំពោះមួយច្បាប់អនុវត្តបានថានៅពេលដែលអ្នកធំអ្នកតូចអ្នកក្រអ្នកមាននិន្នាការណាក៏ដោយកាលណាប្រព្រឹត្តខុសគឺត្រូវតែមានទោសបាទអានេះជាចំណុចសំខាន់នៅពេលដែលឃើញថាការអនុវត្តស្មើភាពគ្នាមានច្បាប់តាមល្អមានច្បាប់ល្អហើយហើយការអនុវត្តល្អទៀតចង់និយាយថា
នេះជារឿងមួយសំខាន់ដែលធ្វើឲ្យសាធារណជនធ្វើឲ្យប្រជាពលរដ្ឋគាត់មានទំនុកចិត្តលើស្ថាប័នទាំងមូលលើប្រព័ន្ធតុលាការទាំងមូលនេះជាផ្នែកមួយសំខាន់ដែលអាចជំរុញឲ្យស្ថាប័ននេះជាស្ថាប័នមួយដែលនាំមកយុទ្ធធម៌ប្រកបឲ្យស្មើភាពគ្នាប្រកបព្រោះឯនៅពេលយើងមានបញ្ហាមានតុលាការដែលធ្វើការដោះស្រាយបញ្ហាហ្នឹងអញ្ចឹងត្រូវជាចំណុចសំខាន់នេះពីចំណុចដែលខ្ញុំលើកឡើងអញ្ចឹងហ្នឹងក៏ប្រជាពលរដ្ឋត្រូវតែធ្វើការស្វែងយល់ឲ្យមានទលូនលេងតិចដើម្បីឲ្យគាត់យល់ពីសិទ្ធិរបស់គាត់ដើម្បីជំរុញឲ្យស្ថាប័នទាំងអស់ដែលអនុវត្តច្បាប់ហ្នឹងងាកមកធ្វើការងារនៅយ៉ាងមួយពិតប្រាកដបាទអរគុណប្រជាពលរដ្ឋអាចយល់បានលុះត្រាណាតែមានអ្នកប្រាប់បរិយល់បើសិនជាអត់ប្រាប់បរិយល់នោះចាក់តែចម្រៀងគាត់អត់មានអីយល់អរគុណដែលលោកសម្អាតវិញខ្ញុំចង់ដឹងថាតើបើសិនជាតុលាការកម្ពុជាត្រូវងាកទៅចាប់អារម្មណ៍រឿងអតីតកាលដែលរឿងករណីដោយលោកជាឈុនវិធីជាដើមឬក៏លោកជាវិជាជាដើមហើយតុលាការត្រូវតែអនុវត្តឲ្យមានភាពស្មើគ្នាទៅចំពោះស្ត្រីការ៉ាអូខេមួយចំនួនបម្រើសេវាកម្មកំសាន្តមួយចំនួនដែលត្រូវគេបានធ្វើបាបរាល់ថ្ងៃកសែតចុះរាល់ថ្ងៃហ្នឹងគួរតែមានវិធានការហើយយកករណីទាំងអស់ហ្នឹងមកអនុវត្តដែរទេបាទសូមជឿបាទជាការត្រឹមត្រូវតាមខ្លីបាទតាមការពិតដូចខ្ញុំលើកឡើងអញ្ចឹងថាការអនុវត្តមិនមានប្រកាន់និន្នាការទេអញ្ចឹងទោះជាស្ត្រីប្រភេទណាក៏ដោយជនរងគ្រោះប្រភេទណាក៏ដោយជនដែលជាប់ចោទនឹងប្រភេទណាក៏ដោយយើងត្រូវតែអនុវត្តឲ្យស្មើភាពគ្នាចំពោះមុខច្បាប់ហើយខ្ញុំសូមចូលរួមបន្តិចថាកម្ពុជាយើងខ្ញុំឃើញថាបើចង់ធ្វើកំណែតម្រង់ឲ្យប្រព័ន្ធតុលាការឯករាជ្យធានាថាឯករាជ្យទី1គឺឆន្ទៈនយោបាយអញ្ចឹងរាល់អ្នកនយោបាយទាំងអស់ត្រូវតែមានឆន្ទៈពិតប្រាកដនៅក្នុងការធ្វើការកំណែតម្រង់ប្រព័ន្ធច្បាប់និងប្រព័ន្ធតុលាការឲ្យទៅឯករាជ្យមានន័យថាថ្ងៃគាត់អត់មានឆន្ទៈពិតប្រាកដទេគាត់ប្រជាពិធឬគាត់បោកប្រជាជនហ្នឹងយើងកុំយកបញ្ហានយោបាយជាធំយើងត្រូវប្រកាន់ចំហឲ្យទុកឲ្យតុលាការហ្នឹងជាតុលាការឯករាជ្យដើម្បីអនុវត្តធានាស្មើភាពគ្នាចំពោះមុខច្បាប់បាទទី2ខ្ញុំគិតថាយើងត្រូវធ្វើការវិសោធនកម្មឡើងវិញនៅច្បាប់3ដោយលោកបន្ទឿនថាហើយនឹងមានការកំណែតម្រង់មួយចំនួនទៀតហើយមួយទៀតគឺការចូលរួមពីប្រជាពលរដ្ឋការចូលរួមពីប្រជាពលរដ្ឋយើងដឹងថាច្បាប់រាល់ថ្ងៃចេញប៉ុន្តែសួរប្រជាពលរដ្ឋដែលគាត់ជាអ្នកអនុវត្តផ្ទាល់គាត់មានដឹងទេច្បាប់មួយចំនួនក៏អត់ដឹងផងអញ្ចឹងថាតើឲ្យគាត់អនុវត្តសិទ្ធិគាត់យ៉ាងម៉េចជាងកាលទៅចេញច្បាប់ហើយគាត់អត់ទៅដឹងថាអានឹងវាត្រូវគាត់ទទួលទោសយ៉ាងម៉េចផងដល់ពេលអនុវត្តទៅចាប់គាត់ថាខ្ញុំអត់ដឹងថាច្បាប់នឹងវាត្រូវខ្ញុំមានទោសទេអញ្ចឹងបានថាការផ្សព្វផ្សាយនៃច្បាប់ទាំងឡាយគឺជាការសំខាន់ណាស់ឲ្យប្រជាពលរដ្ឋយល់ដឹងបានយើងរួមគ្នាបង្កើនឲ្យជំរុញឲ្យមានឯករាជ្យភាពនៃចំពោះស្មារតីនៃចំពោះមុខច្បាប់ឬក៏បំបត្តិកាត់បន្ថយនីតិភាពអរគុណដែលសារពេលវេលាយើងអស់ហើយសូមអរគុណច្រើនដល់លោកសម្អាតហើយនិងលោកបញ្ជឿនដែលបានមកដល់ផ្ទាល់ប្រសាវិទ្យាអសីស្រីហើយក្រោយយើងនឹងបន្តជជែកគ្នាជុំវិញបញ្ហានេះបន្តទៀតបាទសម្រាប់ពេលនេះខ្ញុំបាទសេរីមនីនិងភ្ញៀវកិត្តិយសសូម